នៅក្នុងដៃរបស់ខ្ញុំនេះគឺ Redmi Note 15 ដែលទៅតែចេញថ្មីក្តៅៗនៅតែម្ដងហើយនៅក្នុង stock របស់ហាងពួកយើងគឺមានដល់ទៅ2ទំហំគឺ 628G ហើយនិង 8256G សម្រាប់ Redmi Note 15 លើកនេះគឺ update មកច្រើនមកប្រៀបធៀបជាមួយនឹង Note 14ជាពិសេសទៅលើភាពធន់រឹងមាំនឹងតែម្ដងហើយមួយវិញទៀតគឺស្ដើងហើយនឹងផ្ដល់មកជាមួយនឹងប្រភេទអេក្រង់កោងស្រស់ស្អាតបែបនេះទៅលើប្រភេទប្រទេស chip វិញគឺឲ្យមកជាមួយនឹងប្រទេស chip ថ្មីរបស់ MediaTek Dimensity G100 Ultra ផងដែរហើយទៅលើផ្នែកកាមេរ៉ាឲ្យមកដល់ទៅ108 megapixel ថតវីដេអូបាន18ជាមួយនឹងកម្រិត frame rate 60ផងដែរហើយនៅផ្នែកខាងមុខឲ្យមកជាមួយនឹងកម្រិតកាមេរ៉ា20 megapixel ថតវីដេអូបានដល់ទៅ18 30 frame rate ដូចគ្នាហើយទៅលើទំហំថ្មវិញគឺឲ្យមកធំសម្រាប់អ្នកនរគ្នាដែលជា fan របស់ Redmi ដឹងហើយគឺ Redmi ឲ្យថ្មមកធំៗហើយមែនទែន 6000 mAh ហើយនៅក្នុងប្រអប់វិញគឺឲ្យមកជាមួយនឹងឆ្នាំងសាក33 W ផងដែរហើយសំខាន់គឺអាចសាកចេញទៅកាន់ឧបករណ៍ផ្សេងៗបាន18 W ដូចគ្នាអញ្ចឹងជាកូន power bank មួយទូចផងដែរហើយក៏ឲ្យមកជាមួយនឹង IP64 ជាមួយនឹងការការពារពីការខ្ទាតទឹកសាច់ទឹកអីផ្សេងៗហើយនឹងភាពធន់មាំគឺមកជាមួយជាកញ្ចប់តែម្ដងសម្រាប់ Note 15មួយដើមនេះទៅលើទំហំអេក្រង់វិញ 6.77 inch AMOLED display ដែលជាប្រភេទអេក្រង់ធន់រឹងមាំហើយនឹង refresh rate 120Hz អូអត់តាក់នឹងតែម្ដងហើយទៅលើទូរស័ព្ទដៃមួយនេះគឺក្រៅពីធន់រឹងមាំប្រើប្រាស់ជាប្រចាំថ្ងៃអូ TikTok អូ Facebook បាននៅពេលដែលបងទិញពីខាងហាងខ្ញុំទៅហើយគឺបានជាមួយនឹងកាដូមួយឈុតនេះតែម្ដងគឺមានគ្រប់យ៉ាងដោយសារតែបានទឹកមកថ្មីគឺមានកាដូច្រើនខ្លាំងមែនតើអញ្ចឹងបងចង់បានជាមួយទូរស័ព្ទសំណុំស៊ីនប្រអប់រួមជាមួយនឹងអីវ៉ាន់ធន់រឹងមាំទូរស័ព្ទដែលប្រើបានយូរថ្ងៃនេះ Note 15មួយនេះ